ចំពោះនៅថ្ងៃនេះសម្រាប់ខ្ញុំទីមួយគឺគិតវិជ្ជមាននិងគិតអវិជ្ជមានមុនដែលខ្ញុំមកមិនទាន់បានហ្នឹងពេលដែលខ្ញុំធ្វើសេវាកម្មលើភ្ញៀវពេលដែលចាប់ដើមកាត់ទៅយើងមានអារម្មណ៍ថាយើងឈូសម្ដងយើងគិតម្ដងតិចខុសអាហ្នឹងវាមានគំនិតអវិជ្ជមានមកច្រើនយើងលក្ខណៈវាអត់មានទំនុកចិត្តហ្នឹងដល់ពេលហើយវាតែមានគំនិតអវិជ្ជមានចូលមកក្នុងចិត្តយើងពេលដែលយើងធ្វើឬក៏ពេលយើងធ្វើអត់បានស្អាតអីយើងតែគិតថាជុំមិនបានយើងធ្វើអត់បានអីចឹងវាតែមានកំណត់អវិជ្ជមានហើយដល់ពេលមកថ្ងៃនេះវាមានមេរៀនដែលធ្វើឲ្យខ្ញុំដែលត្រូវនៅអ្វីដែលខ្ញុំកំពុងតែខ្វះខាតដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាទៅវិញយើងត្រូវតែមានទំនុកចិត្តព្រោះអីការកាត់សក់បើយើងគិតតែអវិជ្ជមានលើខ្លួនឯងហើយយើងនឹងធ្វើវាបានល្អហើយមួយទៀតខ្ញុំចាប់បានមួយចំណុចដោយសារលោកគ្រូថាអីគេយើងអត់សូវបានលើកទឹកចិត្តខ្លួនឯងពេលខ្ញុំភាកច្រើនខ្ញុំពេលខ្ញុំធ្វើអញ្ចឹងខ្ញុំតែងតែគិតថាធ្វើទៅយើងបន្ទោសខ្លួនឯងហ្មងពេលយើងធ្វើស្អាតយើងបន្ទោសខ្លួនឯងចុំមិនធ្វើឲ្យបានប៉ុណ្ណឹងសោះអីចឹងពេលយើងមកទៅយើងថាដល់ថ្ងៃនេះមានវាប៉ះពាល់ដែរដោយសារយើងអត់សូវបានលើកទឹកចិត្តខ្លួនឯងអញ្ចឹងវាដាស់ខ្លួនយើងថាទោះមិនក៏យើងត្រូវលើកទឹកចិត្តខ្លួនឯងដើម្បីឲ្យខ្លួនយើងឆាប់ឬមានទំនុកចិត្តឡើងវិញហើយត្រូវលើកទឹកចិត្តខ្លួនឯងខ្លាំងអញ្ចឹងខ្ញុំគាត់មកប្រាប់អ្នករៀនជាមួយគ្នាទាំងអស់ទាំងមុនទាំងក្រោយថាពេលដែលយើងរៀនកាត់សក់ហ្នឹងវានេះដែរដោយសារយើងត្រូវការទំនុកចិត្តហើយនឹងលើកទឹកចិត្តខ្លួនឯងព្រោះអីបើយើងអត់មានការលើកទឹកចិត្តខ្លួនឯងទេយើងនឹងឆាប់ធុញឆាប់អីចឹងខ្ញុំអស់ហើយគ្រូ